រឿងល្បីចុងខែមករាដើមឆ្នាំ2026ពី KOY Breaking Share រឿងល្បីទី1គឺពាក់ព័ន្ធនឹងចៅសង្កាត់ចោមចៅមួយចង់ដេញលោកប៉ាងលីដាអភិបាលរងខណ្ឌពោធិ៍សែនជ័យចេញពីតំណែងលោកកងវងដែលជាចៅសង្កាត់បានចេញវីដេអូដោយរៀបរាប់ពីបញ្ហាប្រទាំងប្រទើសគ្នាជាមួយនឹងលោកអភិបាលរងខណ្ឌពោធិ៍សែនជ័យគឺលោកប៉ាងលីដាហើយបានបោះពាក្យសម្ដីធ្ងន់ធ្ងរថាទោះជាយ៉ាងណាក៏ដោយលោកត្រូវតែដេញលោកអភិបាលរងមួយនេះចេញពីខណ្ឌពោធិ៍សែនជ័យនិងឆ្លងយោបល់ទៅលោកខុងស្រេងអភិបាលរាជធានីភ្នំពេញនិងទាមទារសូមឲ្យផ្ទេរលោកប៉ាងលីដាចេញពីអភិបាលរងខណ្ឌពោធិ៍សែនជ័យទៀតផងការលើកឡើងបែបនេះបន្ទាប់ពីលោកប៉ាងលីដាអភិបាលរងខណ្ឌពោធិ៍សែនជ័យសហការជាមួយនឹងផ្នែកជំនាញពាក់ព័ន្ធចុះពិនិត្យមើលការចាក់ដីខ្សាច់បិទប្រឡាយទួលពង្រទី1សង្កាត់ចោមចៅទី1ហើយធ្វើរបងគ្មានច្បាប់ទម្លាប់ទើបលោកប៉ាងលីដាទទួលបានព័ត៌មាននេះក៏ចុះពិនិត្យមើលនឹងវាស់វែងជាមួយនឹងផ្នែកជំនាញហើយក៏ឃើញមានការចាក់ដីខ្សាច់បិទប្រឡាយនិងការរៀបចំសាងសង់របងថ្មមិនទាន់មានច្បាប់ទម្លាប់ទើបបានជាធ្វើឲ្យលោកកងវងចៅសង្កាត់ចោមចៅទី1កើតការមិនសប្បាយចិត្តរហូតដល់រៀបរាប់នៅក្នុងវីដេអូដោយហៅលោកប៉ាងលីដាចំនឹងមានបំណងដេញចេញលោកប៉ាងលីដាចេញពីអភិបាលរងខណ្ឌពោធិ៍សែនជ័យទៀតផងបាទឥឡូវយើងចូលដល់រឿងល្បីសំខាន់ទី2លោកផៃវណ្ណៈដាក់ចំទៅចៅសង្កាត់ដែលចង់ដេញអភិបាលរងខណ្ឌចេញពីមុខតំណែងទាក់ទងនឹងបញ្ហាដែលបណ្ដាញសង្គម Facebook ធ្វើការ share ចែករំលែកប្រងព្រាតករណីចៅសង្កាត់ដែលចង់ដេញលោកអភិបាលរងខណ្ឌចេញពីតំណែងនោះលោកផៃវណ្ណៈបានដាក់ចំបែបនេះថាចៅសង្កាត់អាចបាត់បង់ផលប្រយោជន៍ទៅប្រតិកម្មមិនសមទំនងរួចហើយលោកផៃវណ្ណៈបានបន្តទៀតថាដើម្បីជាការលើកទឹកចិត្តដល់លោកប៉ាងលីដាដែលមានឆន្ទៈមោះមុតចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យខ្ញុំសូមចូលរួមឧបត្ថម្ភថវិកាចំនួន5លានរៀលខ្ញុំចង់ឲ្យមានមន្ត្រីរបៀបលោកប៉ាងលីដាឲ្យបានច្រើនអ្នកដើម្បីសណ្ដាប់ធ្នាប់ល្អប្រសើរយោងតាមគណនី Facebook របស់លោកផៃវណ្ណៈដដែលនៅថ្ងៃទី30ខែមករាឆ្នាំ2026នេះបានបញ្ជាក់បន្ថែមទៀតថាលោកប៉ាងលីដាអភិបាលរងខណ្ឌពោធិ៍សែនជ័យប្រើញញោមមានបំបែកឆ្នាំងបាយរបស់មនុស្សថោកទាបក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យទទួលបាននូវការគាំទ្រយ៉ាងខ្លាំងក្លាពីមហាជនតែលោកប៉ាងលីដាត្រូវបានមនុស្សថោកទាបដែលធ្លាប់បានផលប្រយោជន៍ពីការលុបប្រឡាយលុបលូឬក៏សំណង់លើចិញ្ចើមថ្នល់ខុសច្បាប់ស្អប់លោកដូចលីមួកអនាគតប្រទេសយើងនឹងមានប៉ាងលីដាកាន់តែច្រើនកាន់តែល្អឈានចូលដល់រឿងល្បីចុងក្រោយគឺល្បីមែនតែនដែលវាល្បីមិនសមនឹងល្បីឯមកល្បីរឿងពិធីមង្គលការកូនប្រុសជនជាតិខ្មែរជាមួយនឹងកូនក្រមុំជនជាតិវៀតណាមទៅវិញនៅថ្ងៃទី29ខែមករាឆ្នាំ2026មានការផ្ទុះល្បីពេញបណ្ដាញសង្គម Facebook ទាក់ទងនឹងពិធីមង្គលការមួយដែលកូនកំលោះជាជនជាតិខ្មែរឯកូនក្រមុំជាជនជាតិវៀតណាមដោយបានបង្ហាញនៅរូបភាពដែលគួរឲ្យចាប់អារម្មណ៍គឺជាការចងដៃលុយដុល្លារទាំងបាច់ដល់កូនកំលោះកូនក្រមុំក្នុងពិធីចងដៃដែលធ្វើឲ្យមហាជនមានការកោតសរសើរគ្រប់គ្នាតាមប្រភពព័ត៌មានបានឲ្យដឹងថាកូនកំលោះគឺជាកូនអ្នកមានស្ដុកស្ដំនៅឯស្រុកខ្មែរឯកូនក្រមុំគឺជាកូនសេដ្ឋីនៅឯប្រទេសវៀតណាមដែលត្រូវជាថៅកែស្វាយចន្ទទីតែម្ដង